រឿងរ៉ាវរ៉ាថ្មីចេញមកទេអ្នកទាំងអស់គ្នាជារួមទៅគឺខ្ញុំត្រូវតែនិយាយឲ្យតែថៃមានកំហុសឬក៏កម្មវិធីរៀបចំយ៉ាងណាខ្ញុំត្រូវតែនិយាយអ្នកទាំងអស់គ្នាព្រោះជាការឈឺចាប់មួយការយើងស៊ីហ្គេមរបស់យើងទង្វើរបស់អតពលិកថៃនិងជនជាតិថៃធ្វើមកយើងគឺវាសាហាវខ្លាំងណាស់ដល់ហើយចុះខ្ញុំត្រូវតែយកអាវីដេអូក៏ដូចជាអារូបភាពឬក៏អាព័ត៌មានដែលវាមានកំហុសកាត់ឡើងយកមកផ្សាយឲ្យបងប្អូនទាំងអស់គ្នាបានដឹងតាក់ទងជាមួយនឹងការពីថ្ងៃ5ខែ12ឆ្នាំ2025គឺមានវិញ្ញាសាមួយគឺកីឡាបាល់ទាត់នារីរវាងមីយ៉ាន់ម៉ាហើយជាមួយនឹងប្រទេសហ្វីលីពីនដោយ website ផ្លូវការរបស់គេនឹងអ្នកទាំងអស់គ្នាគឺដាក់កន្លែងដែលប្រកួតនោះខុសរបៀបថាទីតាំងដែលត្រូវប្រកួតគឺនៅខាង Start ឈុនបុរីទេប៉ុន្តែនៅក្នុងអា schedule ផ្លូវការរបស់គេដាក់នៅក្នុង website ហ្នឹងគឺដាក់នៅខាងសាកលវិទ្យាល័យកីឡាឈុនបុរីវិញហ្នឹងហើយ campus គេហ្នឹងវាធ្វើឲ្យ fan មីយ៉ាន់ម៉ាហ្នឹងគឺទៅខុសកន្លែងហើយបង្កជាការលំបាកដល់អ្នកទស្សនាដល់អីចឹងណាហ្នឹងហើយនិយាយទៅពួកនេះខ្ញុំនិយាយដែរថាចេះអួតខ្លួនឯងថា professional ប៉ុន្តែចុងក្រោយនៅតែរោករ៉ាបញ្ចេះចប់បញ្ចេះឲ្យតែម្ដងនិយាយទៅឲ្យតែមានរឿងណាដែលពួកនឹងបកកាយកំប៉ុនខ្ញុំនឹងយកមកផ្សាយជូនអ្នកទាំងអស់គ្នាឲ្យដឹងហ្មងព្រោះដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងថាការតែឆ្នាំ2023គឺវាសាហាវខ្លាំងណាស់ពួកនេះនិយាយទៅវាអត់ទុកមកឲ្យយើងជាម្ចាស់ផ្ទះទេបាទជំនាន់នោះអ្នកនរគ្នាមើលទៅអាគប់តុកតាផងមានអាខ្ញុំជឿនិយាយឲ្យវាវែងឆ្ងាយប៉ុន្តែខ្ញុំនឹងផ្សាយអ្នកទាំងអស់គ្នាបានដឹងបន្តទៀតចុងក្រោយបងប្អូនអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅ Subscribe នៅ YouTube Channel របស់ខ្ញុំមួយផងអ្នកទាំងអស់គ្នាគឺខ្ញុំនឹងធ្វើការ giveaway ជាមួយនឹង item មួយចំនួនអ្នកទាំងអស់គ្នាអាចចូលទៅមើលទៅកាន់ YouTube របស់ខ្ញុំផ្ទាល់បានណាបាទអរគុណអ្នកទាំងអស់គ្នាសម្រាប់ការ Subscribe